បាទថ្ងៃនេះខ្ញុំបាទអេដមីនសុធីថ្ងៃនេះមកសម្ភាសឲ្យបងប្រុសម្នាក់ដែលក៏រត់ pass up បាទវាសួរបងជំរាបសួរថ្ងៃនេះបងឲ្យរត់ pass up បានប្រហែលហើយថ្ងៃហ្នឹងបងនិយាយទៅតាំងពីកាត់មកដល់ស្មានហ្នឹងទៅបានលុយ6000នេះបាទហ្នឹងហើយថ្ងៃនេះខ្ញុំមកពីសារព័ត៌មានចហុចបងអញ្ចឹងក៏មកសម្ភាសបងឃើញបងរត់ pass up មួយថ្ងៃហ្នឹងតើបានចំណូលប៉ុន្មានបងហើយអាចគត់គួងថ្លៃផ្ទះថ្លៃសាំងអីបានទេបងបើនិយាយរឿងគត់គួងថ្លៃផ្ទះហើយសាំងបើនិយាយចំទៅរងថ្ងៃដូចពិបាកបងពិបាកបាទបាទចូលសម្រាប់ថាយើងយកអត់ទៀតយើងការរកបាន10000 20000យើងការបាន2 30000ទៅថ្ងៃណាវាភាគតិចតែបានច្រើនបាទហើយឥឡូវច្រើនហ្នឹងគឺបានតិចវិញចង់និយាយថាតិចហ្នឹងគឺភាគច្រើនហ្នឹងបាទឥឡូវបងអូនសួរបងមួយថាឥឡូវសេដ្ឋកិច្ចយើងឥឡូវរៀងអន់ថយមែនបងបាទហើយសេដ្ឋកិច្ចខ្ញុំមិនដឹងទេថាបើសិនថារាជរដ្ឋាភិបាលសេដ្ឋកិច្ចរបស់គាត់នឹងដើរមិនដើរអន់ថយនៅមើលកន្លែងក៏យើងមិនដឹងណាតែចំពោះយើងតែឥឡូវរៀងក្រាន់បាយបងបាទទៀតយើងអភិវឌ្ឍទៅមុខទៀតបងណាណាបាទហើយបន្តិចទៀតហ្នឹង pass up យើងអ្នករត់ pass up ទាំងអស់គ្នាទៀតលក់ pass up ទាំងអស់ទៅរស៊ីហើយដើររស៊ីវិញហ្នឹងហើយជាដំបងឲ្យបងបានអីថ្លែងអំណរគុណដល់ខាងសារព័ត៌មានចហុចខ្ញុំបាទហើយខ្ញុំបានសូមអរគុណដល់ឯងសារព័ត៌មានហុចហ្នឹងហើយហុចហ្នឹងបាទសូមឲ្យបងហ្នឹងមានកែនៅគេហៅថាអធិជនហ្នឹងឥឡូវនេះច្រើនហើយបាទហើយបើពេញចិត្តpage ឲ្យខ្ញុំមកជួយសូមមកជួយចុចជួយ like ជួយ share មួយបងដើម្បីខ្ញុំធ្វើជាវីដេអូចែកជូនដល់បងប្អូនទស្សនាទៀតបាទបងហ្នឹងអីចាំខ្ញុំជួយគ្រប់គ្រងបងបាទឥឡូវអរគុណច្រើនបងបាទអរគុណបាទជម្រាបសួរបងចុច